អត្ថប្រយោជន៍ដ៏អស្ចារ្យនៃល្ងខ្មៅសួស្តីអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់ Channel របស់យើងវិញថ្ងៃនេះយើងនឹងមកស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីកំពូលអាហារដ៏តូចមួយប៉ុន្តែមានសារធាតុចិញ្ចឹមយ៉ាងច្រើនមហាសាលនោះគឺល្ងខ្មៅអ្នកប្រហែលជាធ្លាប់ឃើញគេរោយវានៅលើម្ហូបដែលអ្នកចូលចិត្តប៉ុន្តែតើអ្នកដឹងទេថាវាល្អអស្ចារ្យប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នកតោះមកស្វែងយល់ទាំងអស់គ្នាជាដំបូងល្ងខ្មៅគឺជាប្រភពដ៏ល្អបំផុតនៃជាតិរ៉ែខនិចដែលចាំបាច់វាសម្បូរទៅដោយជាតិកាល់ស្យូមសូម្បីតែផលិតផលធ្វើពីទឹកដោះគោក៏មិនអាចប្រៀបផ្ទឹមបានដែរដែលវាពិតជាអស្ចារ្យណាស់សម្រាប់រក្សាឆ្អឹងនិងធ្មេញរបស់អ្នកឲ្យរឹងមាំវាក៏សម្បូរទៅដោយម៉ាង៉េស្យូមសម្រាប់មុខងារសាច់ដុំនិងសរសៃប្រសាទដែលមានសុខភាពល្អនិងជាតិដែកដែលជួយប្រយុទ្ធប្រឆាំងនឹងភាពអស់កម្លាំងដោយការគ្រប់គ្រងដល់ក្របឈាមក្រហមរបស់អ្នកប្រសិនបើអ្នកកំពុងស្វែងរកការបង្កើនជាតិរ៉ែពីរុក្ខជាតិគ្រាប់ល្ងទាំងនេះគឺជាអ្វីដែលអ្នកមិនអាចរំលងបានបន្ទាប់មកគឺនិយាយអំពីសារធាតុប្រឆាំងអុកស៊ីតកម្មល្ងខ្មៅមានផ្ទុកសមាសធាតុពិសេសដូចជាសេសាមីននិងសេសាម៉ូលីនសារភាពប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទាំងនេះជួយការពារកោសិការបស់អ្នកពីការខូចខាតដែលអាចពន្យឺតដំណើរការនៃភាពចាស់និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃពួកវាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដោយជួយសម្រួលដល់ការរលាករ៉ាំរ៉ៃនៅទូទាំងរាងកាយរបស់អ្នកចុះសុខភាពបេះដូងវិញល្ងខ្មៅក៏អាចជួយអ្នកបានដែរពួកវាសម្បូរទៅដោយខ្លាញ់មិនឆ្អាត monounsaturated and polyunsaturated fats ដែលមានសុខភាពល្អដែលអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ការរួមបញ្ចូលគ្នានៃម៉ាង៉េស្យូមនិងសារធាតុលីហ្គណានពិសេសទាំងនោះក៏ជួយរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អនិងកាត់បន្ថយសម្ពាធការងាររបស់បេះដូងផងដែរហើយសម្រាប់អ្នកដែលចាប់អារម្មណ៍លើសម្រស់ធម្មជាតិសូមស្ដាប់ចំណុចនេះជាប្រពៃណីល្ងខ្មៅត្រូវបានគេប្រើប្រាស់ដើម្បីលើកកម្ពស់សុខភាពសក់និងស្បែកមនុស្សមួយចំនួនជឿថាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់វាអាចជួយរក្សាពណ៌សក់ធម្មជាតិនិងពន្យឺតការឡើងសក់ស្គូវលើពីនេះវីតាមីននិងខ្លាញ់ដែលមានសុខភាពល្អជួយរក្សាស្បែករបស់អ្នកឲ្យមានសំណើមមានភាពយឺតនិងការពារស្បែកដែលធ្វើឲ្យអ្នកមានពន្លឺស្រស់ថ្លានិងក្មេងជាងវ័យជាចុងក្រោយវាពិតជាល្អសម្រាប់ពុះវៀនរបស់អ្នកល្ងខ្មៅគឺជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ Fiber ដែលជាគន្លឹះសម្រាប់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អជាតិសរសៃជួយឲ្យការបន្ទោបង់មានភាពទៀងទាត់ការពារការទល់លាមកនិងថែមទាំងអាចជួយរាងកាយរបស់អ្នកបញ្ចេញជាតិពុលដោយការចាប់យកជាតិពុលនិងកម្ចាត់ពួកវាចោលនេះគឺជាគន្លឹះរហ័សដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីគ្រាប់ល្ងទាំងនេះគឺត្រូវលីងបុកឬកិនវាឲ្យម៉ត់មុនពេលទទួលទានវិធីនេះជួយឲ្យរាងកាយរបស់អ្នកបំបែកសម្បកខាងក្រៅនិងស្រូបយកសារធាតុចិញ្ចឹមដ៏អស្ចារ្យទាំងអស់នោះបានកាន់តែងាយស្រួលអ្នកអាចបន្ថែមម្សៅល្ងទៅនឹងទឹកក្រឡុកស្រូវសាលីឬយ៉ាអ៊ូទាំងនេះគឺជាហេតុផលដ៏អស្ចារ្យទាំង5យ៉ាងក្នុងការបន្ថែមល្ងខ្មៅទៅក្នុងរបបអាហាររបស់អ្នកពួកវាមានទំហំតូចប៉ុន្តែមានអានុភាពខ្លាំងដោយផ្ដល់អត្ថប្រយោជន៍តាំងពីក្បាលដល់ចុងជើងប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ម្នាក់មួយផងហើយកុំភ្លេចចុច Subscribe សម្រាប់ការណែនាំអំពីសុខភាពផ្សេងទៀតសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ